Ok, so đây nè,អ្នកនរគ្នាធ្លាប់តែនិយាយពាក្យថាភ្លៀងនៅក្នុងភាសាអង់គ្លេសយើងហៅថា rain ចាយើងអានថា rain R A I N rain ចុះបើភ្លៀងខ្លាំងតែភាសាអង់គ្លេសយើងនិយាយថាម៉េចឧទាហរណ៍ថាយើងចង់និយាយថាថ្ងៃហ្នឹងភ្លៀងខ្លាំងតែយើងអត់ដឹងថាប្រាប់គេថាម៉េចយើងដឹងតែភ្លៀងអញ្ចឹងអូខេអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអត់និយាយថា big rain ទេយើងនិយាយថា heavy rain ចាអញ្ចឹងភ្លៀងខ្លាំងមិនថាភ្លៀងងំមិនថាភ្លៀងមានលីខ្យល់ខ្លះមិនថាភ្លៀងមានកូររន្ទះអីអញ្ចឹងចាឲ្យតែចាប់ផ្ដើមភ្លៀងខ្លាំងមិនមែនជាបែបរលឹមទេណាភាសាខ្មែរយើងគឺមានពាក្យថារលឹមចាអញ្ចឹងមិនមែនទេអញ្ចឹងឲ្យតែភ្លៀងខ្លាំងគឺយើងនិយាយពាក្យថា heavy rain heavy នោះបើយើងបកប្រែតែឯងយើងបកប្រែថាធ្ងន់ចាអញ្ចឹងអូខេអញ្ចឹងពាក្យថា heavy rain យើងបកប្រែថាភ្លៀងខ្លាំងឧទាហរណ៍ថា Today the weather is heavy rain ចាថ្ងៃនេះគឺអាកាសធាតុកំពុងតែមានភ្លៀងខ្លាំងអូខេអញ្ចឹងពាក្យថា heavy rain គឺបកប្រែថាភ្លៀងខ្លាំងអញ្ចឹងអរគុណបាយបាយ